ជោគជ័យមិនមែនជាគោលដៅទេវាជាដំណើរបន្តរៀងរាល់ថ្ងៃវាផ្ដល់ឲ្យអ្នកនូវឱកាសដើម្បីក្លាយជាមនុស្សល្អជាងម្សិលមិញបន្តិចការកែលម្អមិនចាំបាច់ធំឬក៏លឿនពេកទេសូម្បីតែវឌ្ឍនភាពតូចៗក៏សំខាន់ដែរដូចជាអានមួយទំព័រទៀតបោះជំហានទៅមុខមួយជំហានទៀតរៀនជំនាញមួយទៀតជាដើមគោលដៅមិនមែនជាភាពល្អឥតខ្ចោះទេវាគឺជាការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើអ្នកនៅតែបន្តកែលម្អអ្នកនឹងភ្ញាក់ផ្អើលចំពោះខ្លួនឯងដល់ពេលណាមួយនោះចូលប្រៀបធៀបខ្លួនឯងទៅនឹងកាលពីអតីតកាលមិនមែនប្រៀបខ្លួនឯងទៅនឹងអ្នកដទៃឡើយសូមរក្សាការផ្ដោតបតនភាពរបស់អ្នកមិនមែនផ្ដោតលើភាពល្អឥតខ្ចោះនោះទេសូមបូកបញ្ចូលគ្នានៅរាល់ការកែលម្អតូចៗហើយសូមចងចាំថាអាថ៌កំបាំងនៃជោគជ័យគឺជារឿងសាមញ្ញដែលនៅតែបន្តការកែលម្អជានិច្ច